ដើមសាច់រឿងមកយើងបានឃើញថាមានចៅពីរនាក់ដែលកំពុងតែបំរុងនឹងលុយអវ៉ាន់របស់ចោស្តាដែលកំពុងដួលសន្លប់នៅលើដីស្ដុកស្ដឹងដោយមិនដឹងខ្លួនហើយយើងបានឃើញថាអ្នកដែលរួមដំណើរជាមួយគេក៏ត្រូវបានស្លាប់ផងដែរអំឡុងពេលដែលចៅនោះបំរុងនឹងច្បូតអញ្ជៀនរបស់ចោស្តាក៏ស្រាប់តែចោស្តាបានដឹងខ្លួនហើយបានចាប់ដៃចៅនោះបានសួរសុខទុក្ខពីកូនរបស់ខ្លួនទៅចៅម្នាក់នោះហើយក៏បានដឹងថាកូនរបស់គេនៅរស់នៅឡើយប៉ុន្តែអ្នកដែលបានរួមដំណើរជាមួយនឹងចោស្តាត្រូវបានស្លាប់អស់បាត់ទៅហើយបានអរគុណចៅនោះហើយក៏យល់ច្រឡំថាចៅពីរនាក់នោះជាអ្នកជួយជីវិតរបស់ខ្លួនដោយមិនបានដឹងពីគោលបំណងក្រៅរបស់ពួកគេទាំងពីរហើយសាច់រឿងក៏បានកាត់ទៅដល់ស្រមមុខកាន់មកដល់2ឆ្នាំខាងមុខយើងក៏បានឃើញថាកូនរបស់ចោស្តាបានធំឡើងមានឈ្មោះថា Jonathan Joestar ហើយក្មេងប្រុសសក់លឿងម្នាក់នេះវិញគេមានឈ្មោះថា Dio ជីវិតរបស់ Jonathan រស់នៅយ៉ាងមានក្តីសុខធូរធារចង់បានអ្វីក៏បាននោះមានអាហារឆ្ងាញ់សម្ភារៈប្រើប្រាស់ល្អចំណែក Dio វិញត្រូវបានរងការវាយប្រហារពីមនុស្សជុំវិញខ្លួននិងត្រូវមើលថែឪពុកដែលឈឺដែលដេកលើគ្រែធ្វើអ្វីមិនរួចគូបញ្ជាក់ផងដែរថាឪពុករបស់ Dio គឺជាចៅកាលពីដើមរឿងកាន់មកដល់ជីវិតរបស់ Jonathan វិញបន្ទាប់ពីបានស្រស់ស្រូបអាហាររួចរាល់គេក៏បានសម្រេចចិត្តថាដើរចេញទៅក្រៅទៅក្បែរគេក៏បានឃើញក្មេង3នាក់កំពុងតែដណ្ដើមតុក្កតាគ្នាហើយក្មេងប្រុសក្នុងចំណោម3នាក់នោះក៏បានបំរុងនិងបើកសម្ពុតតុក្កតានោះមើល Jonathan ឃើញដូច្នេះគេក៏បានលោតទៅជួយហើយក៏ត្រូវបានក្មេងប្រុស2នាក់នោះវាយយ៉ាងដំណំប៉ុន្តែនៅទីបញ្ចប់គេក៏បានជួយសង្គ្រោះតុក្កតានោះបានហើយក្មេងស្រីនោះក៏បានអរគុណ Jonathan ផ្ទុយទៅវិញ Jonathan បែរជាធ្វើចរិតប្រុសស្អាតគូបញ្ជាក់ផងដែរថាក្មេងស្រីដែលបានអរគុណ Jonathan នោះមានឈ្មោះថា Irina សាច់រឿងក៏បានផ្លាស់ប្ដូរមកដល់ Dio វិញគេបានឈរនៅមុខភ្នូររបស់ឪពុករបស់គេព្រមទាំងស្ដោះទឹកមាត់ដោយការមើលមុននឹងស្លាប់ឪពុករបស់គេក៏បានឲ្យសម្បត្តិមួយដែលក្នុងសម្បត្តិនោះគឺបានសរសេរថាឪពុករបស់ Jonathan ឲ្យមើលថា Dio ផង Dio ក៏បានធ្វើដំណើរទៅដល់ផ្ទះរបស់ Jonathan ហើយក៏បានជួប Jonathan នៅមុខផ្ទះពួកគេទាំងពីរក៏បានណែនាំខ្លួនគ្នាអំឡុងពេលនោះឆ្កែរបស់ Jonathan បានហើយ Dio ក៏បានធាក់ឆ្កែ Jonathan ដែលធ្វើឲ្យ Jonathan ខឹងយ៉ាងខ្លាំងប៉ុន្មានថ្ងៃកន្លងផុតទៅយើងបានឃើញថា Dio បានសម្ដែងធ្វើជាក្មេងល្អនៅខាងមុខឪរបស់ Jonathan ដែលជាហេតុធ្វើឲ្យឪពុករបស់ Jonathan តែងតែដាក់ពិន័យគេហើយជីវិតរបស់ Jonathan តែងតែចាញ់ Dio គ្រប់រឿងនិងរងការវាយប្រហារធ្វើបាបអំពី Dio រហូតនិងនិយាយអាក្រក់អំពី Jonathan ទៅប្រាប់មនុស្សជុំវិញខ្លួនដែលជាហេតុធ្វើឲ្យគ្មានអ្នកណានៅខាងគេឡើយលើកលែងតែឆ្កែរបស់គេប៉ុន្តែនៅក្នុងពេលនោះ Irina ក៏បានទុកទំពាំងបាយជូរឲ្យ Jonathan ដែលជាការអរគុណដែលគេបានជួយតុក្កតារបស់នាងកាលពីប្រហែលថ្ងៃនោះហើយមិនយូរប៉ុន្មានពួកគេក៏បានក្លាយទៅជាពួកម៉ាក់នឹងគ្នាហើយបង្កើតមនោសញ្ចេតនាដែលធ្វើឲ្យពួកគេទាំងពីរក្លាយទៅជាស្នេហាប៉ុន្តែសកម្មភាពទាំងអស់នោះត្រូវបានតាមដានដោយ Dio មានចិត្តច្រណែននឹង Jonathan យ៉ាងខ្លាំងនៅតាមផ្លូវមកផ្ទះវិញ Irina ក៏ត្រូវបានស្ទាក់ដោយ Dio ហើយ Dio មិនមានបំណងល្អទៅលើ Irina ឡើយគេក៏បានចាប់ Irina ថើបទាំងបង្ខំដែលមិនចង់ឲ្យស្នាមថើបដំបងរបស់ Irina ទៅ Jonathan ឡើយអំឡុងពេលដែល Dio កំពុងតែជឿជាក់នឹងសម្រស់ដ៏រករាក់របស់ខ្លួនក្រឡេកមកមើល Irina វិញបន្ទាប់ពី Dio បានថើបនាងហើយនាងក៏បានស្អុយមាត់ Dio ពេកហើយនាងក៏បានជូតមាត់របស់ខ្លួនជាមួយនឹងទឹកកខ្វក់ដែលនៅក្បែរនោះដែលជាហេតុធ្វើឲ្យ Dio ខឹងយ៉ាងខ្លាំងហើយគេក៏បានទះនាងមួយកំភ្លៀងដែលធ្វើឲ្យនាងដួល Dio មិនបានខ្វល់នឹងនាងឡើយហើយក៏បានដើរចេញទៅជាមួយនឹងគ្នារបស់ពួកគេរឿងនោះក៏បានដឹងដល់ Jonathan ហើយធ្វើឲ្យ Jonathan ខឹងយ៉ាងខ្លាំងគេក៏បានរត់ទៅផ្ទះរបស់គេដើម្បីឲ្យ Dio វាយប៉ុន្តែដើម្បីស្រីស្នេហ៍របស់ខ្លួន Jonathan ក៏បានក្រោបឈរឡើងនិងបានវាយប្រយុទ្ធជាមួយនឹង Dio ដែលធ្វើឲ្យគេយកឈ្នះ Dio តតែបាត់ពេលវាយគ្នានោះឈាមរបស់ពួកគេទាំងពីរនាក់ក៏បានខ្ទាតទៅលើស្រោមមុខនោះដែលជាហេតុធ្វើឲ្យវាដំណើរការប៉ុន្តែចំនួនរបស់ពួកគេក៏បានត្រូវបានបញ្ឈប់ដោយឪពុករបស់ Jonathan ចូលស្ថានឪពុករបស់គេបានប្រាប់ថាឲ្យបន្ធូរដៃទៅលើ Dio ផងហើយសកម្មភាពនេះធ្វើឲ្យ Dio ខឹងយ៉ាងខ្លាំងដើម្បីជាការសងសឹកគេក៏បានដុតឆ្កែរបស់ Jonathan ទាំងរូបហើយឆ្កែនោះក៏បានដុតរហូតដល់ស្លាប់ Jonathan ក៏បានធ្វើបុណ្យសពឲ្យឆ្កែនោះកាត់មកដល់មុននោះសាច់រឿងក៏បានបង្ហាញយើងអំពីសាច់រឿងក៏បានកាត់មកដល់ Jack the Ripper តែយើងមិនបានដឹងអំពីអ្វីផ្សេងដែលតាក់ទងជាមួយនឹងគេត្រឡប់មកកាន់ទូឯយើងវិញ
ពេលវេលា7 ឆ្នាំក៏បានកន្លងផុតទៅពួកគេទាំងពីរមានកាយសម្ពាធរឹងមាំនិងស្ដុំធំគេទាំងពីរបានក្លាយទៅជាបុរសពេញវ័យហើយ Dio ក៏បានរៀនច្បាប់ចំណែកឯ Jonathan វិញគេបានរៀនអំពីស្រាវជ្រាវវត្ថុបុរាណពេលវេលាកន្លងផុតទៅឪពុករបស់ Jonathan ក៏បានឈឺពួកគេទាំងពីរព្រួយបារម្ភជាមួយនឹងឪពុករបស់គេណាស់ប៉ុន្តែ Jonathan មានអារម្មណ៍ថាអ្វីចម្លែកបានកើតឡើងទៅលើឪពុករបស់គេដែលជឿជាក់ថាឪពុកគេមិនសុខឈឺឡើយបន្ទាប់ពីនោះ Jonathan ក៏បានសិក្សាអំពីម៉ាស់របស់ឪពុកគេហើយក៏បានធ្វើឲ្យជ្រុះប្រអប់មួយដែលនៅក្នុងនោះមានសម្បត្តិរបស់ឪពុករបស់ Dio ហើយគេក៏បានដឹងថាមុននឹងឪពុករបស់ Dio ស្លាប់គាត់មានលក្ខណៈដូចជាឪពុករបស់ Jonathan បច្ចុប្បន្នហើយ Jonathan ក៏បានដឹងទៀតថា Dio គឺជាអ្នកដែលផ្ដល់ថ្នាំឲ្យឪពុករបស់ Jonathan លេបជារៀងរាល់ថ្ងៃ Jonathan ក៏បាននិយាយអំពីរឿងនេះទៅកាន់ Dio ប៉ុន្តែ Jonathan មិនមានផុសតាងអ្វីគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា Dio បានដាក់ថ្នាំបំពុលឪពុករបស់គេឡើយហើយ Jonathan ក៏បានសម្រេចចិត្តថាគេនឹងទៅ London ដើម្បីស្វែងរកផុសតាងថា Dio បានបំពុលឪពុករបស់គេដែល London នេះគឺជាកន្លែងដែល Dio នៅពីមុន Jonathan ក៏បានផ្ដែផ្ដាំទៅកាន់អ្នកដែលនៅជាមួយរបស់គេដោយបញ្ជាក់ថាមិនត្រូវឲ្យ Dio នៅក្បែរឪពុករបស់គេឡើយនៅតាមផ្លូវទៅកាន់ London នៅក្នុងរមាក់ Jonathan ក៏បានក្តាប់ថ្នាំដែល Dio តែងតែឲ្យឪពុករបស់គេចឹងណែននៅតាមផ្លូវ Jonathan ក៏បានជួបនឹងចៅ3នាក់ហើយមានចៅម្នាក់ដែលមានពាក់មួកនោះគឺមានឈ្មោះថា Speedwagon សុំកាត់តិចនៅសាច់រឿងខាងមុខហ្នឹងអាប៉ាក់ហ្នឹងតាម Jonathan ដូចស្គាល់តាំងម៉ែចឹងម្លងពេលនោះពួកគេក៏បានវាយគ្នាហើយ Jonathan ក៏បានយកឈ្នះទៅលើចៅ3នាក់នោះហើយចៅដែលមានឈ្មោះថា Speedwagon ក៏បានសួរ Jonathan ហេតុអ្វីបានជាគេមកទីនេះ Jonathan ក៏បានតបទៅវិញថាគេមកទីនេះដើម្បីរកផុសតាងដើម្បីជួយឪពុករបស់គេធ្វើឲ្យចៅនោះអាណិត Jonathan យ៉ាងខ្លាំងកាន់មកកាន់ Dio វិញគេក៏បានដឹងអំពីអាចកំបាំងរបស់សោមុខនោះដែលគិតថានៅពេលត្រូវឈាមស្រោមមុខនោះនឹងបញ្ចេញបន្លាដើម្បីសម្លាប់មនុស្សហើយគេក៏បានយកស្រោមមុខនោះសាកទៅលើចៅម្នាក់នៅពេលដែលស្រោមនោះបានដំណើរការចៅម្នាក់នោះក៏បានប្រែក្លាយខ្លួនទៅជាខ្មោចជញ្ជក់ឈាមចៅម្នាក់នោះមានកម្លាំងខ្លាំងយ៉ាងខ្លាំងហើយបំរុងនឹងសម្លាប់ Dio ទៅហើយថ្ងៃក៏បានចាំងទៅលើគេដែលជាហេតុធ្វើឲ្យគេបានស្លាប់ភ្លាមនៅនឹងកន្លែងបន្ទាប់ពី Jonathan បានប្រមូលផុសតាំងរួចរាល់គេក៏បានត្រឡប់មកផ្ទះរបស់គេហើយក៏បានជួបជាមួយនឹង Dio នៅផ្ទះនោះផងដែរបន្ទាប់ពី Dio បានដឹងថា Jonathan បានប្រមូលផុសតាំងបានគ្រប់គ្រាន់អស់ហើយគេក៏បានចាប់ផ្ដើមសំទោស Jonathan សឹងតែមិនជឿថា Dio មានអាកប្បកិរិយាទន់ភ្លន់បែបនេះ Dio ក៏បានបន្តទៀតថាគេគឺជាមូលហេតុដែលធ្វើឲ្យឪពុករបស់គេនិងម្ដាយរបស់គេស្លាប់អំឡុងពេលដែលគេកំពុងទៅដើរតួធ្វើជាតួកំសត់ខ្លាំងនោះ Speedwagon ដែលដើរតាម Jonathan ដូចជាស្គរតាមម៉ាគេបាននិយាយថាគេបានស្រឡាញ់ Jonathan ច្រឡំគេបាននិយាយថាគេចេះមើលចិត្តមនុស្សដែលមានសន្តានថោកទាបដូចជា Dio ហើយគេបាននិយាយបន្ថែមទៀតថា Dio នេះគឺជាមនុស្សដែលអាក្រក់និងអាត្មានិយម Dio គឺជាមនុស្សដែលពោរពេញដោយល្បិចកលហើយគេបានបន្ថែមទៀតថាពាក្យដែល Dio បាននិយាយបាញ់មិញនេះគឺគ្រាន់តែជាការសម្ដែងដើរតួធ្វើជាតួកំសត់ដើម្បីឲ្យ Jonathan អាណិតតែប៉ុណ្ណោះ Speedwagon ក៏បាននាំបរិសដែលបានលក់ថ្នាំពលទៅឲ្យ Dio ដែលជាផុសតាំងនៅពីក្រោយរឿងទាំងអស់ហើយឪពុករបស់ Jonathan ក៏បាននាំប៉ូលីសមកចាប់ Dio ផងដែរហើយតែរឿងរបស់យើងខ្ញុំសុំស្លេះតាមប៉ុណ្្នឹងសិនដោយសារតវារៀងយូរដែរហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូហ្នឹងហើយកុំភ្លេចជួយចុច Subscribe ហើយនិង Like ផងអរគុណច្រើនបាយបាយ